ស្ដាយដែលលោកពូទាហានពីរនាក់បានបាត់បង់ដោយសារការលះបង់ពិតជាចូលរួមសោកស្ដាយមែនតើចូលរួមសោកស្ដាយលោកពូទាហានគាត់បានទៅឆ្ងាយគាត់លះបង់ឈាមលះបង់ទាំងចិត្តលះបង់ទាំងកាយដើម្បីប្រទេសគាត់មិនស្ដាយជីវិតនោះឡើយមកដល់ពេលនេះមិននឹងថាពេលណាត្រឡប់ឡើយមនុស្សដែលបានចាក់ចែងទៅហើយមិនអាចត្រឡប់វិញបានឡើយជីវិតរបស់យើងខ្លីយើងត្រូវធ្វើអ្វីឲ្យហើយដើម្បីប្រទេសឲ្យយើងរុងរឿងឲ្យមានភាពសប្បាយមិនចង់ឲ្យពិបាកដូចឥឡូវប្រទេសកំពុងមានរឿងហើយយើងត្រូវតែលះបង់ទាំងចិត្តលះបង់ទាំងកាយកុំធ្វើជាក្មេងស្ទាវអំពុលទុកដល់អ្នកម្ដាយកែខ្លួនគិតសាជាថ្មីវាមិនទាន់នឹងហួសពេលឡើយមកដល់ពេលនេះវាមិនហួសពេលឡើយជីវិតយើងមានតែមួយយើងជាជំនួយទៅដល់ប្រទេសបើសិនជាខ្ញុំមិនខំតើថ្ងៃនេះខ្ញុំមានថ្ងៃនោះ